បានសួស្តីបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការត្រឡប់មកฝึកហាត់ភាសាអង់គ្លេសរបស់យើងបន្តទៀតថ្ងៃនេះយើងចូលចំណុច section B ណាភាគទី2 Are you ready yet តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ Okay, today we continue to number 3 read the conversation again អានការសន្ទនាម្ដងទៀតប៉ុន្តែវីដេអូមុនយើងបានអាននឹងបកប្រែរួចហើយយើងអត់អានទេកុំឲ្យវីដេអូយើងវាវែងពេក Read the questions and tick yes or no អញ្ចឹងគេឲ្យយើងអានសំណួរហើយគូសញ្ញាគ្រីសឬក៏សញ្ញា tick ចម្លើយឆ្លើយថាបាទឬក៏ទេ A Has Wooty made a list of things he needs to do តើ Wooty បានធ្វើបញ្ជីនៃអ្វីដែលគាត់ត្រូវធ្វើហើយឬនៅ Yes B Has Wooty already made a lot of notes តើ Wooty បានធ្វើកំណត់សម្គាល់ជាច្រើនហើយឬនៅ Yes Has Wooty already studied for his English grammar test តើ Wooty នឹងបានរៀនសម្រាប់ការប្រឡងវេយ្យាករណ៍អង់គ្លេសរបស់គាត់ហើយឬនៅ Yes Has he seen her exam timetable តើហៀងបានមើលឬក៏បានឃើញតារាងការវិភាគបាទប្រឡងរបស់នាងហើយឬនៅ No E Has Wooty looked over his geometry lessons តើWooty នឹងបានមើលមេរៀនគីមីវិទ្យារបស់គាត់នឹងហើយឬនៅអូខេ No Has Pisat practiced his English speaking yet តើពិសិដ្ឋនឹងបានវឹកហាត់ការនិយាយភាសាអង់គ្លេសរបស់គាត់ហើយនៅ No បាទអូខេមិនបាច់អានឡើងវិញណាបងប្អូនយប់ជ្រៅដែរហើយណាបាទហើយខ្ញុំក៏រវល់ដែរសើមានពេលបងប្អូនឆ្លៀតរៀនបាទអញ្ចឹងឲ្យនិយាយចប់នេះ Number 4 read the conversation again បាទយើងបន្តចំណុចទី4គេឲ្យយើងអានការសន្ទនាទៀតដែរតែមិនបាច់អានទេ Unscramble the words and write the questions and the answer in your notebook រៀបពាក្យដែលរញ៉េរញ៉ៃនឹងហើយសរសេរសំណួរនឹងចម្លើយដាក់ក្នុងសៀវភៅសរសេររបស់អ្នក Okay there are 5 questions but unscramble and also there are 5 answer បាទចឹងមានសំណួរ5បើតែវារញ៉េរញ៉ៃណាហើយយើងមានចម្លើយ5ដែរដូច្នេះយើងទៅរៀបទាំងអស់គ្នាហើយឆ្លើយសំណួរតែម្ដង Have you finished your maths revision test តើអ្នកបានត្រួតពិនិត្យការសម្រាប់ការប្រឡងគណិតវិទ្យារបស់អ្នកចប់ហើយឬនៅ Yes I have done all of my maths revision បាទខ្ញុំបានត្រួតពិនិត្យសម្រាប់ការប្រឡងគណិតវិទ្យារបស់ខ្ញុំគ្រប់អស់ហើយពិសិដ្ឋ Have you reviewed for your grammar test yet ពិសិដ្ឋតើអ្នកបានរំលឹកសម្រាប់ការប្រឡងវេយ្យាករណ៍របស់អ្នកហើយឬនៅ Yes I have already reviewed for my English grammar test បាទខ្ញុំបានរំលឹកសម្រាប់ការប្រឡងអង់គ្លេសរបស់ខ្ញុំរួចរាល់ហើយ Have you seen your exam timetable yet តើអ្នកបានមើលឬក៏អ្នកបានឃើញការវិភាគប្រឡងរបស់អ្នកហើយឬនៅ No I haven't seen my exam timetable ទេខ្ញុំមិនទាន់បានមើលឬក៏មិនទាន់បានឃើញការវិភាគប្រឡងរបស់ខ្ញុំនៅឡើយទេ Have you looked over your geometry lessons ហៀងតើបានមើលមេរៀនគីមីវិទ្យារបស់អ្នកហើយឬនៅ Yes I've just started to look over them ចាខ្ញុំទើបតែបានចាប់ផ្ដើមដើម្បីចាប់ផ្ដើមមើលពួកគេអញ្ចឹងនៅក្នុងកន្លែងនេះបងប្អូនឲ្យឆ្ងល់ណា look នៅវាយើងថាទម្រង់នេះជា present perfect មែនទេបាទប៉ុន្តែហេតុអីអា look នេះក៏មិនដាក់ ed ដូចអានេះដែរទៅដោយសារតែនេះធ
to នេះខាងមុខណា to នេះនៅខាងមុខអញ្ចឹងកិរិយាសព្ទដែលបញ្ចប់ដែលបន្តពី to ទៅគឺគេអត់ដូរកិរិយាសព្ទនឹងទេនៅក្នុងកាលណាក៏ដោយ Have you practiced your English speaking ពិសិដ្ឋតើអ្នកបានវឹកហាត់ការនិយាយភាសាអង់គ្លេសរបស់អ្នកហើយឬនៅ No I haven't practiced my English speaking yet ទេខ្ញុំមិនទាន់បានវឹកហាត់ការនិយាយភាសាអង់គ្លេសរបស់ខ្ញុំនៅឡើយទេអូខេឥឡូវយើងអានឡើងវិញអ្នកនរគ្នា Have you finished your maths revision test Yes I have done all of my maths revision ពិសិដ្ឋ Have you reviewed your grammar test yet Yes I have already reviewed for my English grammar test Have you seen your exam timetable yet? No, I haven't seen my exam timetable yet. Have you looked over your geometry lessons here? Yes, I have started to look over them. Have you practiced your English speaking ពិសិដ្ឋ No, I haven't practiced my English speaking yet. អរគុណច្រើនបងប្អូនសម្រាប់ការវឹកហាត់ទាំងអស់គ្នាហើយសម្រាប់វីដេអូក្រោយយើងជួបគ្នានៅចំណុចទី5និងចំណុចទី6 section B ដដែលបាយបាយ